សេចក្តីជូនដំណឹងស្តីពីការមិនអនុញ្ញាតឲ្យសាងសង់រោងសម្រាប់ពិធីនានានៅលើដីចំណីផ្លូវសាធារណៈក្នុងមូលដ្ឋានក្រុងច្បារមនខេត្តកំពង់ស្ពឺយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺនាថ្ងៃទី6ខែមេសាឆ្នាំ2026សេចក្តីដូចមានចែងក្នុងយោងខាងលើរដ្ឋបាលក្រុងច្បារមនមានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់មេត្តាជ្រាបថាដើម្បីធានាបាននូវសោភ័ណភាពអនាម័យបរិស្ថានរបៀបរៀបរយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈការប៉ះពាល់ដល់លំហូរចរាចរណ៍ព្រមទាំងសុវត្ថិភាពនិងការសង្គ្រោះនានារដ្ឋបាលក្រុងច្បារមននឹងមិនអនុញ្ញាតឲ្យមានការសាងសង់រោងសម្រាប់ពិធីមង្គលការពិធីជប់លៀងនិងពិធីបុណ្យទាននានាលើកលែងពិធីបុណ្យសពនៅលើដីចំណីផ្លូវសាធារណៈតាមដងផ្លូវជាតិលេខ4ផ្លូវជាតិលេខ44និងផ្លូវលេខ1440ជាមួយគ្នានេះក្រៅពីផ្លូវដែលបានរៀបរាប់ខាងលើម្ចាស់កម្មវិធីត្រូវទុកធ្លាគម្លាតពីរោងមកចិញ្ចើមផ្លូវយ៉ាងហោចណាស់ 50% នៃប្រវែងទទឹងផ្លូវសរុបទៅតាមប្រភេទផ្លូវនីមួយៗអាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់មេត្តាជ្រាបនិងចូលរួមសហការអនុវត្តតាមការណែនាំខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់ករណីមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលក្រុងនឹងអនុវត្តតាមនីតិវិធីច្បាប់ជាធរមានថ្ងៃអង្គារ5កើតខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ច្បារមនថ្ងៃទី21ខែមេសាឆ្នាំ2026អភិបាលក្រុងច្បារមនហត្ថលេខានឹងត្រាទឹមហានូ